លោកកាយសារ៉ាន់បានរៀបរាប់រឿងនេះឲ្យអ្នកសិល្បៈចំនួនក្រោយបានយល់ហើយជារឿងអាស្រូវមួយទៀតដែលលោកស្អប់នោះគឺព្រាត់ប្រាសម៉ែឪនិងភរិយារបស់លោកដែលទើបនឹងរៀបការរួចថ្មងថ្មីត្រូវព្រាត់ប្រាសតែពេលនេះលោកបានត្រឹមតែទួញធ្ងន់សោកស្ដាយរាល់អ្វីដែលលោកបាត់បង់ទៅនោះស្នាយភូមិកំណើតស្នាយអនុសាស្នាយញាតទេកាធ្លាប់មករស់សុខសាន្តស្នាយដល់ណាស្រីដល់សែនមនោរម្យខ្លួនខ្ញុំឃ្លាតឆ្ងាយដាច់ញ៉ាឡាយស្នាយអ្នកចម្រៀងដែលបងបាត់សំស៊ីសាវត្តរស់សេរីសធាបែនរនសុំមាត់អមយេណារីខ្លាយជាធូលីលាចាក់លោកាខ្ញុំព្រាត់ណាស់តែកាយតែចិត្តចាំនៅស្អប់រឿងស្រើនៅក្នុងលោកាខ្ញុំព្រាត់ម៉ែឪព្រាត់គូសង្សារទូលណែនអរាសោកាគ្មានលហាអអិនព្រំដែលមានចេស្តាអស់លោកអ្នកតាទឹងទាំង5 3សូមជួយដោះឡាទុកយើងខ្ញុំទាំងឡាយជាតិមុខជាតិក្រោយសូមកុំឲ្យយល់ខ្ញុំព្រាត់ណាស់តែកាយតែចិត្តចាំនៅស្អប់រឿងអាស្រូវនៅក្នុងលោកាខ្ញុំព្រាត់ណាស់ម៉ែឪព្រាត់គូសង្សារទ្រង់រែងខ្លោចផ្សាផ្ញើខ្លួនស្រុកគេអោអិនព្រំដែលមានចេស្តាអង្គលោកអ្នកតាទឹងទាំង5 3សូមជួយដោះទុកយើងខ្ញុំទាំងឡាយជាតិមុខជាតិក្រោយសូមកុំឲ្យយល់កូនបានចាកឆ្ងាយពីភូមិកំណើតហើយចោលពុកម៉ែដីកេភូមិកក្បែរមាត់បឹងកូននឹកស្រមៃដល់អ្នកមានគុណដែលធ្លាប់បីបងថ្នមថែកូន